ta dương combine column 3 ដែលនៅមាននៅក្នុង Excel file នេះ day month year ទៅជាមួយ column date នៅក្នុង Power BI តើយើងធ្វើយ៉ាងម៉េចតោះកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនរបស់គ្នាសួស្តីបងប្អូនអ្នកគ្នាវីដេអូនេះនឹងបង្ហាញពីរបៀបនៃការ combine column ផ្សេងគ្នានៃកាលបរិច្ឆេទឧទាហរណ៍ថានៅក្នុង Excel របស់យើងនេះគឺយើងមាន column day month year ហើយបន្ទាប់មកយើង import ចូលទៅក្នុង Power BI យើងចង់ combine column ទាំង3នេះ day month year នេះទៅជា one column កាលបរិច្ឆេទតើយើងធ្វើយ៉ាងម៉េចអញ្ចឹងខ្ញុំលុប data ចាស់សិនដើម្បី combine បានដំបូងយើងចូលទៅ get data នេះក៏បានចូលទៅកន្លែង Excel workbook នេះក៏បានឬក៏យើងចូលកន្លែង get data នេះក៏បានសម្រាប់ Power BI version ថ្មីគឺយើងអាច import raw data នៅកន្លែង data file នេះបានអញ្ចឹងខ្ញុំចូលចុចទៅលើ get data បន្ទាប់ចុច get data វានឹងលោតទាំងមួយអញ្ចឹងខ្ញុំចុចទៅលើ Excel workbook ដោយសារតែ raw data របស់ខ្ញុំគឺជាប្រភេទ Excel file អញ្ចឹងខ្ញុំចុចទៅលើ Excel workbook ហើយបន្ទាប់មកខ្ញុំចុចពាក្យ connect ពេលដែលយើងចុច connect យើងនឹងទៅរកទីតាំងនៃ data ដែលយើងបានទុកហ្នឹងអញ្ចឹងនេះគឺជា data ដែលខ្ញុំត្រូវ import ចូលហ្នឹងបន្ទាប់មកខ្ញុំចុច open បន្ទាប់ពីចុច open ហើយខ្ញុំ select ទៅលើ data ណាមួយ worksheet ណាមួយដែលខ្ញុំចង់បញ្ចូល import ចូលទៅក្នុង Power BI បន្ទាប់មកខ្ញុំចុច transform data នេះគឺជា raw data ដែលយើងបាន import ចូលអញ្ចឹងមាន day មាន month មាន year មាន month មាន day អញ្ចឹងវាមិនទាន់ combine ចូលគ្នានៅឡើយទេសម្រាប់ number នេះខ្ញុំអត់ត្រូវការទេអញ្ចឹងខ្ញុំ remove វាចោលបន្ទាប់ remove ចោលអញ្ចឹងយើងនៅមាន column ទី1 year month day ហើយ product អញ្ចឹងទៅក្នុងករណីដែលឧទាហរណ៍ថាយើងច្រឡំ close and apply យើងអត់ទាន់បាន combine ទេអញ្ចឹងនៅពេលដែលយើងចូលកន្លែង table view នេះយើងនឹងឃើញនេះ column នឹង3 year month and day អញ្ចឹងយើងអត់ទាន់បានកែតម្រូវទេយើងចូល report view វិញបន្ទាប់មកយើងចុច transform data ដល់ពេលដែលយើងចុច transform data វានឹង load កន្លែង Power BI query មិញដល់ពេលដែលយើងចុច connection មកវានឹងមកដល់កន្លែងនឹងដូចគ្នាអញ្ចឹងដើម្បី combine បានសម្រាប់ format កាលបរិច្ឆេទជាទូទៅ system ស្គាល់គឺយើងទៅសេពីខែទៅមុនខែថ្ងៃហើយបញ្ឆ្នាំបើក្នុងករណីថាឧទាហរណ៍ថាបើសិនយើងសរសេរថ្ងៃខែឆ្នាំនៅពេលដែលយើងធ្វើ format ទៅ system ប្រកាសជាអត់ស្គាល់ទេឧទាហរណ៍ថាឥឡូវខ្ញុំ combine ខ្ញុំចុច day បន្ទាប់មកខ្ញុំចុច control មក month and year បន្ទាប់មកខ្ញុំចុច merge column នេះ merge column បន្ទាប់ merge column កន្លែង separator នេះយើងជ្រើសរកពាក្យថា custom ហើយបន្ទាប់មកកន្លែងនេះគឺយើងចង់ដាក់ទៅតាមសញ្ញាដែលយើងចង់បានយើងចង់ដាក់ tray ក៏បានចង់ដាក់ space ក៏បានចង់ដាក់អីក៏បានដែរហើយសម្រាប់នេះ new option column name អញ្ចឹងកន្លែងនេះឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះវាទៅជា date ហើយបន្ទាប់មកខ្ញុំចុច OK អញ្ចឹងកាលបរិច្ឆេទយើងបាន merge បញ្ចូលហើយបន្ទាប់មកយើងដូរនេះ data type របស់យើងនេះកាលណាចេញ ABC នេះវាប្រភេទជា text អញ្ចឹងយើងដូរវាទៅជា date ឬក៏ date time ប៉ុន្តែខ្ញុំដូរទៅជា date កាលបរិច្ឆេទនេះឃើញអ្នកទាំងអស់គ្នាឃើញ error ហ៎ហេតុអីបានកន្លែងនឹង error យើងងាកមកកន្លែង report view នេះ
ដោយសារតែ error ដោយសារតែ date ហ្នឹងវាថ្ងៃទី14 15 16 17 24អញ្ចឹងវាអត់ស្គាល់ទេដោយសារតែយើងចុច day មុនអញ្ចឹង system ស្គាល់តែ month day year អញ្ចឹងកាលណា error បែបហ្នឹងគឺយើង delete step ឡើងវិញទៅនេះ remove step មកអញ្ចឹងដើម្បី combine បានគឺដំបូងនោះយើងត្រូវចុចទៅលើ column month នេះហើយបន្ទាប់មកយើងចុច control យើងចុច column day ហើយបន្ទាប់មកយើងចុចទៅលើ column year ហើយយើងមកខាងស្ដាំមកយើងស្វែងរកពាក្យថា merge column ហើយបន្ទាប់មកយើងចូល custom ដាក់ space ហ្នឹងទៅហើយខ្ញុំដាក់ date ហើយបន្ទាប់មកខ្ញុំចុច OK ឃើញអត់ error ទេចឹងមានន័យថាពេលដែលយើងដូរ format ទៅនេះអត់ error ឃើញអត់មាន error អីទេចឹងមានន័យថា system គឺយើងស្គាល់រាល់ system ទាំងអស់មិនថា Excel មិនថា Power BI ឬក៏ system ណាទាំងអស់គឺទូទៅគេទៅសេម៉ាន់ខែហើយបន្ទាប់មកថ្ងៃហើយបន្ទាប់មកបានឆ្នាំកាលណាបើសិនយើងទៅសេថ្ងៃមុនខែវានឹង error system នឹងអត់ស្គាល់ទេជាលេខក្នុងករណីមិញក៏ដូចគ្នាដែរអញ្ចឹងនៅពេលដែលខ្ញុំដាក់ day month year ឃើញវា error កន្លែងនេះដោយសារតែវា14អញ្ចឹងវាអត់មានខែទី14ទេមានខែត្រឹមទី12ទេអញ្ចឹងឃើញវាកែប្រែអញ្ចឹងវាអាចខុសឧទាហរណ៍ថាពេល system ដំបូងនេះខ្ញុំដាក់បង្ហាញហ្នឹងឃើញវាដាក់ថ្ងៃទី2ខែ12ប៉ុន្តែជាក់ស្ដែងនោះគឺមិនមែនទេគឺជាថ្ងៃទី12ខែ2អញ្ចឹងចំណុចនេះគឺជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ដូចគ្នានៅពេលដែលយើងធ្វើ format ហ្នឹងអញ្ចឹងបន្ទាប់មកខ្ញុំចុច close and apply នេះបរិច្ឆេទយើងឃើញអត់ស្គាល់ខ្ញុំវាដាក់មកខែមករាថ្ងៃទី1 2025ចឹងទៅអញ្ចឹងដើម្បីបង្ហាញ format ហ្នឹងឧទាហរណ៍ថាខ្ញុំចង់កែ format ទៅជា format ដូចគេ day ថ្ងៃ2 mm ការបរិច្ឆេទmm ខែ2ឬក៏ខែជា3ខ្ទង់អីចឹងទៅ mm អញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់កែទៅជាថ្ងៃ2ខែ3លេខហើយនឹងឆ្នាំ4លេខខ្ញុំចុច day mm តបមក year នេះចូលកន្លែង format នេះហើយបន្ទាប់មកខ្ញុំ enter អញ្ចឹងការបរិច្ឆេទនេះត្រូវបានបដូរខ្ញុំចុចមកកន្លែង report view ខ្ញុំធ្វើមើលបន្តិចឧទាហរណ៍ថាជាមួយខ្ញុំដាក់ការបរិច្ឆេទអ្នកទាំងអស់គ្នាបានឃើញហើយនៅពេលដែលខ្ញុំដាក់ការបរិច្ឆេទចូលទៅក្នុង table អ្នកទាំងអស់គ្នាឃើញ column វា separate ទេនេះវាជា column day month year ដូចនឹង column អ្វីដែលយើងឃើញពីមុនអញ្ចឹងទៅក្នុងករណីយើងធ្វើម៉េចដើម្បីឲ្យវាទៅចេញជា date អញ្ចឹងអត់ពិបាកទេក្នុងករណីនេះអានេះគេហៅថាប្រភេទ hierarchy ដែលវា split ចេញពីការបរិច្ឆេទមិញហ្នឹងអញ្ចឹងដើម្បីកែនឹងបានយើងចូលកន្លែងនេះទៅការ build កន្លែង column នេះយើងចុចកន្លែងនេះចុចចំណុចហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាយកកន្លែងនេះយក date កុំយក date hierarchy អញ្ចឹងយើងចុច date មកអញ្ចឹងការបរិច្ឆេទយើងនឹងបង្ហាញទៅតាមដូច format ដែលយើងបានធ្វើមកអញ្ចឹងអញ្ចឹ
ចឹងសម្រាប់មេរៀននេះមានតែប៉ុណ្្នឹងទេហើយសម្រាប់ការធ្វើ format ការធ្វើ import ផ្សេងៗនេះគឺខ្ញុំបានបង្រៀននៅមេរៀនមុនៗជាច្រើនទៀតចឹងបើអ្នកទាំងអស់គ្នាចង់ទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងការធ្វើ format ទាក់ទងនឹងការធ្វើ data type ទាក់ទងនឹងការ import data ផ្សេងៗអ្នកទាំងអស់គ្នាអាចមើលនៅក្នុង playlist របស់ Power BI នៅក្នុង channel របស់ខ្ញុំទៅអ្នកទាំងអស់គ្នានឹងឃើញហើយចឹងបើសិនអ្នកទាំងអស់គ្នាមិនច្បាស់ឬមានចង្អល់អីត្រង់ណាអ្នកទាំងអស់គ្នាអាចប្រាប់ជា comment មកខ្ញុំនឹងបកស្រាយបន្ថែមហើយមួយទៀតសម្រាប់បងប្អូនដែលមិនទាន់បាន subscribe សូមជួយ subscribe ដើម្បីទទួលបាននៅវីដេអូមេរៀនជាច្រើនទៀតហើយអរគុណសម្រាប់ការទស្សនា